រឿងសវណ្ណានិងគ្រាប់ពូជវេទមន្តនៅក្នុងភូមិតូចមួយដែលស្ថិតនៅជាប់ជើងភ្នំមានកុមារីតូចម្នាក់ឈ្មោះសវណ្ណាជាក្មេងស្រីដែលស្រឡាញ់និងចូលចិត្តធម្មជាតិខ្លាំងណាស់រាល់ព្រឹកនាងតែងតែភ្ញាក់ពីព្រលឹមដើម្បីជួយម្ដាយស្រោចស្រពបន្លែក្នុងសួននិងចិញ្ចឹមសត្វក្នុងទីលាផ្ទះនៅថ្ងៃមួយខណៈដែលសវណ្ណាកំពុងដើរលេងក្នុងព្រៃក្បែរភូមិនាងបានរកឃើញគ្រាប់ពូជចម្លែកមួយដែលមានពន្លឺចែងចាំងយ៉ាងស្អាតគ្រាប់ពូជនោះមានពណ៌មាសលាយបៃតងនិងភ្លឺស្អាតក្នុងដៃរបស់នាងតើនេះជាអ្វីទៅសវណ្ណាសួរខ្លួនឯងនាងសម្រេចចិត្តយកវាត្រឡប់ទៅផ្ទះពេលទៅដល់ផ្ទះសវណ្ណាបានបង្ហាញគ្រាប់ពូជនោះទៅឲ្យជីដូនរបស់នាងមើលជីដូនដែលមានអាយុច្រើនហើយនិងស្គាល់រឿងរ៉ាវច្រើនភ្ញាក់ផ្អើលនឹងគ្រាប់ពូជនេះខ្លាំងណាស់កូនស្រីនេះជាគ្រាប់ពូជវេទមន្តជីដូននិយាយដោយសំឡេងញ័រតាមរឿងព្រេងនិទានគ្រាប់ពូជប្រភេទនេះអាចដុះជាដើមឈើដែលផ្ដល់ផ្លែឈើពិសេសផ្លែឈើនោះអាចជួយមនុស្សឲ្យមានសុខភាពល្អនិងរៀនអ្វីឆាប់ចេះចាំលឿនណាស់ប៉ុន្តែវាត្រូវការថែទាំដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់បំផុតសវណ្ណារលែកមើលគ្រាប់ពូជក្នុងដៃរបស់នាងដោយក្តីរំភើបនាងសម្រេចចិត្តថានឹងដាំវានិងថែទាំវាឲ្យបានល្អបំផុតនៅព្រឹកថ្ងៃបន្ទាប់សវណ្ណាបានរកកន្លែងល្អបំផុតក្នុងសួនរបស់គ្រួសារនាងជីកដីដោយប្រុងប្រយ័ត្នដាក់ជីចាស់និងដាំគ្រាប់ពូជនោះដោយយកចិត្តទុកដាក់សូមឲ្យអ្នកធំធាត់ខ្លាំងណាស់សវណ្ណាខ្សឹបទៅកាន់គ្រាប់ពូជនាងស្រោចទឹកឲ្យវាដោយក្តីស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃសវណ្ណាមកមើលថែវានាងស្រោចទឹកពេលព្រឹកនិងល្ងាចនាងដកស្មៅដែលដុះជុំវិញនាងនិយាយជាមួយវានិងច្រៀងចម្រៀងឲ្យវាស្ដាប់មិត្តភ័ក្តិរបស់សវណ្ណាខ្លះសើចនាងហើយសួរថាហេតុអ្វីបានជាសវណ្ណានិយាយជាមួយដើមឈើអញ្ចឹងវាមិនអាចស្ដាប់យើងបានទេប៉ុន្តែសវណ្ណាមិនខ្វល់នាងជឿថាការថែទាំដោយក្តីស្រឡាញ់គឺសំខាន់បំផុតមួយសប្តាហ៍ក្រោយមកការងារធ្ងន់ធ្ងររបស់សវណ្ណាចាប់ផ្ដើមបង្ហាញលទ្ធផលពន្លកតូចមួយបានដុះឡើងពីដីវាមានពណ៌បៃតងភ្លឺនិងមើលទៅមានសុខភាពល្អណាស់វាដុះហើយសវណ្ណាស្រែកដោយរីករាយនាងរត់ទៅប្រាប់ជីដូននិយាយដោយញញឹមថាកូនស្រីធ្វើបានល្អណាស់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះកូនត្រូវបន្តថែទាំវាទៀតដើមឈើតូចនោះបន្តលូតលាស់វាធំឡើងរហ័សណាស់ក្នុងមួយរយៈពេលតែមួយខែវាបានខ្ពស់ដល់ជង្គង់សវណ្ណាស្លឹកវាមានពណ៌បៃតងភ្លឺនិងមានរាងជាបេះដូងប៉ុន្តែនៅថ្ងៃមួយសវណ្ណាសម្គាល់ឃើញថាស្លឹកខ្លះចាប់ផ្ដើមឡើងពណ៌លឿងនាងបារម្ភខ្លាំងណាស់សវណ្ណារត់ទៅរកជីដូនថាជីដូនដើមឈើរបស់ខ្ញុំមានបញ្ហាហើយជីដូនមកហើយញញឹមកុំព្រួយកូនស្រីនេះជាការធ្វើតេស្តរបស់ដើមឈើវេទមន្តវាចង់ដឹងថាតើអ្នកពិតជាយកចិត្តទុកដាក់លើវាដែរឬទេខ្ញុំត្រូវធ្វើយ៉ាងណាសវណ្ណាសួរដោយក្តីបារម្ភកូនត្រូវរកថ្នាំពិសេសជីដូនបានប្រាប់នៅលើភ្នំមានផ្កាពណ៌ស្វាយមួយប្រភេទយកត្របកលាយជាមួយទឹករួចស្រោចដើមឈើប៉ុន្តែវាពិបាករកណាស់ហើយផ្លូវឡើងភ្នំគឺពិបាកសវណ្ណាមិនស្ទាក់ស្ទើរនាងស្រឡាញ់ដើមឈើរបស់នាងណាស់នៅព្រឹកបន្ទាប់នាងចាប់ផ្ដើមដំណើរឡើងភ្នំផ្លូវឡើងភ្នំពិតជាពិបាកមែនមានថ្មចុងចោតនិងផ្លូវតូចចង្អៀតសវណ្ណាលំបាកក្នុងការដើរប៉ុន្តែនាងមិនបោះបង់ចោលនាងគិតពីដើមឈើរបស់នាងនឹងបន្តដំណើរទៅពុករហូតបន្ទាប់ពីដើររយៈពេលយូរសវណ្ណាបានរកឃើញផ្កាពណ៌ស្វាយនោះវាដុះនៅក្នុងច្រកថ្មតូចមួយនាងប្រមូលការទាំងនោះដោយប្រុងប្រយ័ត្ននិងរត់ត្រឡប់មកផ្ទះវិញសវណ្ណាបានធ្វើថ្នាំតាមការណែនាំរបស់ជីដូននាងយកក្របកផ្កាជាមួយនឹងទឹកស្អាតរួចយកទៅស្រោចលើដើមឈើក្នុងរយៈពេលតែ2ថ្ងៃស្លឹកឈើទាំងនោះคล้ายជាបៃតងម្ដងទៀតដើមឈើមើលទៅមានសុខភាពល្អជាងមុនអរគុណកូនស្រីសំឡេងតូចមួយបានស្រែកសវណ្ណាភ្ញាក់ផ្អើលតើដើមឈើកំពុងនិយាយជាមួយនាងមែនទេបាទខ្ញុំអាចនិយាយបានឥឡូវនេះដើមឈើនិយាយអ្នកបានបង្ហាញក្តីស្រឡាញ់ការ
យកចិត្តទុកដាក់និងភាពក្លាហានខ្ញុំឃើញថាអ្នកគួរទទួលបានរង្វាន់ស្រាប់តែមានពន្លឺភ្លឺចែងចាំងនៅលើដើមឈើមានផ្លែឈើមួយលេចឡើងវាមានពណ៌មាសនិងក្លិនក្រអូបណាស់ដើមឈើប្រាប់ថានេះជាផ្លែឈើនៃចំណេះដឹងអ្នកណាដែលញ៉ាំវានឹងរៀនអ្វីៗបានលឿននិងចងចាំបានយូរប៉ុន្តែចូលចាំថាចំណេះដឹងពិតប្រាកដមកពីការខិតខំរៀនសូត្រមិនមែនគ្រាន់តែពីវេទមន្តនោះទេសុវណ្ណាយល់ដឹងនៅការបង្រៀននោះនាងបានចែករំលែកផ្លែឈើទៅកុមារក្នុងភូមិទាំងអស់ពួកគេទាំងអស់រៀនរាប់អក្សរសាស្ត្រនិងគណិតវិទ្យាបានលឿនជាងមុនប៉ុន្តែអ្វីដែលពិតជាពិសេសនោះពួកគេទាំងអស់បានរៀនសារៈសំខាន់នៃការខំប្រឹងប្រែងការថែទាំដោយក្តីស្រឡាញ់និងការមិនបោះបង់ដើមឈើបន្តផ្ដល់ផ្លែឈើរៀងរាល់ខែហើយសវណ្ណានៅតែថែទាំវាដោយក្តីស្រឡាញ់ដូចថ្ងៃដំបូងនាងបានក្លាយជាគំរូល្អសម្រាប់កុមារដទៃទៀត